ចឹងព្រះអង្គបង្កើតយើងមកឲ្យព្រះអង្គឲ្យយើងមានគោលបំណងច្បាស់លាស់ប៉ុន្តែការទាំងអស់នោះលែងកើតមានសម្រាប់យើងទៀតហើយគឺនៅពេលដែលអំពើបាបបានចូលមកក្នុងផែនដីនេះពុកម៉ែបងប្អូនបានជ្រាបច្បាស់ហើយថាដឹងច្បាស់ហើយថាដឹងនៅក្នុងចិត្តថាគ្រប់គ្នាពិតជាមានបាបនៅពេលដែលយើងមានបាបយើងមិនអាចមានតំណែងជាមួយព្រះបានទេវាមិនដូចគ្រាន់តែជាទឹកហើយនឹងប្រេងដែលអណ្ដែតលើគ្នាទេប៉ុន្តែគឺយើងឆ្ងាយពីព្រះនឹងយើងនៅទឹកពីគ្នាពេលយើងជួបទុក្ខលំបាកយើងអត់អាចនិយាយទៅឲ្យព្រះលឺយើងពេលដែលព្រះអង្គចង់មានព្រះបន្ទូលមកយើងក៏យើងមិនអាចលឺពីព្រះអង្គការទាំងអស់នោះឯងបានធ្វើឲ្យយើងដាច់ឆ្ងាយពីព្រះអង្គប៉ុន្តែព្រះអង្គដែលជាឪពុកយើងបង្កើតយើងមកដោយផ្ទាល់ដៃព្រះអង្គអត់ទុកយើងចោលទេព្រះអង្គដឹងច្បាស់ថាយើងមិនអាចជួយខ្លួនឯងបានឡើយព្រោះព្រះគម្ពីរបានប្រាប់ទាំងច្បាស់ថាព្រះអង្គគឺជាផ្លូវជាសេចក្តីពិតនិងជាជីវិតបើមិនមកតាមព្រះអង្គទេនោះគ្មានអ្នកណាមានជីវិតបានឡើយជំនួសឲ្យយើងខំប្រឹងធ្វើខ្លួនឯងមើលនៅខាងក្រៅដូចស្រស់ស្រាយតែខាងក្នុងអូននិយាយអត់ចេញបាក់ទឹកចិត្តមិនដឹងប្រាប់អ្នកណាទុកសោកមិនដឹងនិយាយប្រាប់យ៉ាងណាព្រះអង្គជ្រាបច្បាស់ថាយើងមិនអាចជួយខ្លួនឯងបានយើងមិនអាចធ្វើការល្អណាមួយដើម្បីជួយសង្គ្រោះអំពើបាបយើងទេប៉ុន្តែព្រះអង្គមិនមែនទុកយើងចោលឡើយព្រះអង្គត្រូវតែរកផែនការដើម្បីជួយសង្គ្រោះដល់កូនរបស់ព្រះអង្គបានចាត់បញ្ជូនព្រះរាជបុត្រារបស់ទ្រង់តែមួយគត់ព្រះអង្គដែលជាព្រះយេស៊ូវបានយាងពីឋានសួគ៌មកផែនដីហើយបានយកកំណើតជាមនុស្សដូចជាពុកម៉ែបងប្អូនព្រះអង្គដែលជាព្រះ 100% បានយកកំណើតជាមនុស្ស 100% ព្រះអង្គបានរស់នៅដូចជាពុកម៉ែបងប្អូនដូចជាខ្ញុំដែរព្រះអង្គបានទទួលរងទុក្ខលំបាកវេទនាដែលមនុស្សនៅលើផែនដីនេះមានគឺព្រះអង្គទទួលរងប៉ុន្តែព្រះអង្គអត់បានធ្វើបាបឡើយព្រះអង្គគ្មានបាបតតែសោះព្រះអង្គចូលព្រមឲ្យគេឆ្កាងយាងទៅលើឈើឆ្កាងសកត់នៅលើឈើឆ្កាងពុកម៉ែបងប្អូនដឹងអត់ប្រហែលជាពុកម៉ែបងប្អូនខ្លះអត់យល់ថាស្អីគេអាឈើឆ្កាងហ្នឹងឈើឆ្កាងហ្នឹងគឺជាតនកម្មមួយនៅរ៉ូមសម័យនោះឈើឆ្កាងការដែលគេឆ្កាងអ្នកណាម្នាក់តតែអ្នកនោះជាមនុស្សម្នាក់ដែលសាហាវបំផុតអាក្រក់បំផុតបាបកម្មនៃទោសនៃការធ្វើឆ្កាងគឺជាទោសមួយដែលសាហាវបំផុតសម្រាប់មនុស្សប៉ុន្តែព្រះអង្គបានសុខចិត្តទៅសកត់នៅលើឈើឆ្កាងព្រះអង្គបានបង្ហូរព្រះលោហិតរបស់ព្រះអង្គហេតុអីបានព្រះយេស៊ូវចាំបាច់ត្រូវធ្វើនោះដោយសារតែឈ្នួលនៃអំពើបាបគឺតែជាសេចក្តីស្លាប់ហើយតាមក្រឹតវិន័យនៃសេចក្តីស្លាប់លុះត្រាតែយើងបូជាឈាមលុះត្រាតែបូជាជីវិតជំនួសឲ្យគ្រាន់តែប្រឡែងសត្វចាបជំនួសឲ្យគ្រាន់តែយកគោយកក្របីទៅសែងព្រះអង្គយកព្រះលោហិតរបស់ព្រះអង្គទាំងមូលបានបង្ហូរនៅលើឈើឆ្កាងបានលាងសម្អាតព្រះអង្គដែលគ្មានបាបសោះបានគង់នៅលើឈើឆ្កាងទទួលយកបាបយើងទាំងអស់ដើម្បីផ្ទេរភាពសុចរិតមកឲ្យយើងព្រះអង្គត្រូវបានគេបញ្ចុះនៅក្នុងភ្នូការដែលបញ្ចុះនៅក្នុងភ្នូសបញ្ជាក់ឲ្យឃើញថាព្រះអង្គពិតជាសុគតមែនព្រះអង្គសុគតមែនប៉ុន្តែព្រះមួយនេះមិនសកត់រហូតទេព្រះនេះរស់3ថ្ងៃក្រោយព្រះអង្គមានព្រះជន្មរស់ឡើងវិញ3ថ្ងៃក្រោយព្រះអង្គមានព្រះជន្មរស់ឡើងវិញគ្មានអំណាចណាដែលអាចគ្រប់គ្រងអំណាចនៃសេចក្តីស្លាប់មិនអាចគ្រប់គ្រងមិនអាចមានអំណាចលើព្រះអង្គបានឡើយព្រះអង្គរស់ឡើងវិញអត់គ្រាន់តែរស់ទេអ្នកទាំងឡាយណាដែលជឿព្រះយេស៊ូវមួយនេះពុកម៉ែបងប្អូនពួកគាត់នឹងបានរស់ជាមួយព្រះយេស៊ូវដែរ